ក៏ប្រហើយអាតែមួយដៃហ្នឹងចូលទៅដើម្បីជួបវាយតែនេះវាវាយបានរបស់គ្នារឿងអែមដែរតែនេះហក់ជួយទៅវាយឡើយហ្នឹងគឺអត់មានបានគ្នាអីទេក៏ងាប់តែហ្នឹងដល់ទៅសួស្តីបងប្អូនទាំងអស់គ្នាវិលត្រឡប់មកជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូហ្គេម Honor of King ហើយនៅក្នុងហ្គេមនេះដែរគឺខ្ញុំធ្វើការលេងតែលើ Hero Musashi ដែលជាប្រភេទ Hero Fighter ហើយខ្ញុំលេងហ្គេមនេះគឺដល់ធ្វើជា Jungler ចំពោះ Hero នេះគឺវាសប្បាយលេងខ្ញុំលេងច្រើនមិនដែរហើយវារៀងជក់ដែរហើយចំពោះប្រហែលថ្ងៃនេះក៏ខ្ញុំបានចេញវីដេអូដោយសាររវល់ទៅថ្ងៃហ្នឹងទៅខ្ញុំមានពេលទំនេរបានធ្វើវីដេអូធ្វើអីផងឲ្យបងប្អូនទស្សនាបាទឥឡូវហ្នឹងយើងកលេចមកមើល gameplay យើងវិញកន្លែងហ្នឹងគឺយើងធ្វើការវាយជាមួយនឹងណាចានឹងឡាមដែលជា Jungler របស់គេហ្នឹងកន្លែងហ្នឹងគឺយើងវាយទាំងពីរគឺរៀងអេមមែនទេនៅ early game ហ្នឹងបន្ទាប់មកពេល overlord ចាប់កំណើតមកយើងក៏វាយ overlord តាមធម្មតាតាមទម្លាប់របស់ Jungler អញ្ចឹងទៅដើម្បីអាប់សេដ្ឋកិច្ច up level ឲ្យគ្នាយើងមានលុយមានអីចឹងដើម្បីយកអានៀកហ្នឹងទៅវាយមួយមីលៀនគេក្រោយពីវាយ overlord យើងក៏មក farm ធម្មតាទៅពី farm ហើយយើងក៏វាយអា Tyrant នេះយកលុយយក level ថែមទៀតតែហ្នឹងគឺលុយកប់ឲ្យ enemy គឺគ្មានបាន seed 3 1យើងក៏ចូលមកវាយ Angela ឡើងហ្នឹងយកបាន killing spree ហើយក៏យើងដើរទៅហ្នឹងទៅគ្នាយើងរកទៅវាយគ្នាចឹងក៏រំមើលឱកាសណាអាចចូលវាយស៊ីពេលបានយើងចូលហ្នឹងក៏យើងចូលទៅតែយកបានស៊ីទេសារយ៉ាងជឿនស៊ីបាត់ហើយចូលតែមួយទៀតក៏បានស៊ីដែរយ៉ាងជឿនស៊ីមួយទៀតតែគឺយ៉ាងជឿនស៊ីរបស់គឺតែឯងតែនេះយើងដល់ទៅលើមកចោះមកជួបណាអាចារ្យក៏វាយជាមួយណាអាចារ្យមកប្រើហ្នឹងទៅយើងទៅដាក់អាទីផ្ដាច់យកណាអាចារ្យមកខៀលលេងហ្គេមឡើង7 នាទីលើហើយបានចាប់អារម្មណ៍ថាទាំងធីមខ្ញុំនិងធីមគេហ្នឹងគឺសុទ្ធទេវតាធីមខ្ញុំនេះមានយ៉ាងជឿនហើយធីមខាងគេនោះមានណាអាចារ្យដល់ពេលអញ្ចឹងតើមានតែសង្គ្រាមទេវតាផ្ទុះនៅក្នុង Honor of King នោះដោយហើយហ្គេមនេះវាមានអីទៅគឺគេទេវតាអស់ហើយយើងប៊ូសាស៊ីយើងរៀសសាមញ្ញធម្មតាអញ្ចឹងទៅយើងបែបសាមញ្ញអញ្ចឹងហើយចូលមកចង់ស៊ីពេកតែសៀតក៏មកអត់ទាន់យើងទៅចូលវាយ support គេក៏បានស៊ីទៀតបានតែ4 clip 4 assist ហ្នឹងអត់ទាន់បានមានអីប្លែកអត់ទាន់មានអីថ្មីទៀតតែយើងបើវាយ overlord ឥឡូវហ្នឹងគឺលោទៀតមានអាសិលជួយជូកាយសិននៅជុំវិញខ្លួនគឺលយមកស្អាតក្រោយតែពីបានសម្លាប់ទៅលើ overlord ហ្នឹងហើយយើងក៏ដើរមកមើលខាងលើក៏លោមានគេវាយគ្នាបែបអីចឹងយើងក៏មកជួយស៊ីពេស៊ីអីចឹងទៅតែមិនដឹងថាស៊ីបានអត់ទេព្រោះយើងរយយើងវាយយឺតតែនេះគឺឡើងវា skill វាហក់ចូលមកក៏ស៊ីមក skill ងាប់បាត់ទៅនេះយើងហើយយើងរៀងស្ទាតតែចូលវាយដកថយមកវិញណាចាហោះមកគឺមានហោះមកវាយគេទីខំមកងាប់តែយើងតែណាចាបានមក kill ដែរគេ kill នៅតំបន់ខាងយើងតែយើងក៏បាន kill ស្លាប់ណាចាសងសឹកភ្លាមនៅកន្លែងនេះយើងចង់មក farm សាប់តាមអីទៅបើយកឈាមយកអីបីតបាយទៀតហើយកន្លែងនេះគឺបែកញ៉ាំងតិចចាក់ skill ទី2មកកញ្ញិតហ្នឹងទៅលុះថ្មកម្រាស់ណាណៃយើងមកឃើញ blue burst សល់យើងវាយ blue burst យកឈាមអីចឹងទៅហើយគ្នាយើងនៅលើក៏វាយគ្នាធម្មតាចឹងទៅចេះ skill លេងទៅយើងក៏តែពីវាយអានេះហើយបានឈាមគូសំហើយយើងឡើងទៅវិញក៏មកជួយអន្តរាគមជួយវាយចឹងទៅតែមកទៅបានវាយថា support គេដើរពាំងយើងក៏ចូលវាយមកប្រាវចឹងទៅមើលតែគ្នាយើងគេរួមវាយចឹងយើងក៏ចូលទៅកន្លែងហ្នឹងគឺថារកខៀវតែយើងចូលទៅរៀងលងដែរហើយណាចាហោះមកយើងតែអីទៅណាចាតែយើងហក់ចូលទៅវាយកន្លែងហ្នឹងគឺអត់មានបានខៀវអីទេក៏ងាប់កន្លែងហ្នឹងដល់ទៅក្រោយពីយើងស្លាប់ហើយយើងក៏ចាប់ជឿតឡើងមកវិញយើងក៏បានស៊ី blue burst មួយចេញមកធ្វើការមកកាំង enemy ទៅមុខផ្ទះទៅអត់មានធ្វើអីទៅគឺ enemy ចេញមកគឺតាមបាយយើងមកកន្លែងគឺណាចាចេញមកយើងក៏ដាក់ទៅតែបានខៀវទេថា max CP បាត់ហើយយើងក៏អត់ទៅណាទេនៅតែមុខណាតែ enemy ចេញមកគឺងាប់មកតែ enemy វាមានហ៊ានចេញនៅទុកយើងក៏ប្រហើយអាតែមួយដៃចូលទៅដើម្បីចូលវាយតែនេះយើងវាយបានរបស់គ្នារៀងអែមដែរពេលថាយើងចូលស៊ី triple kill តែសារ skill យើងទៅយឺតពេក max ស៊ីបាត់មកស៊ីបាត់ហើយក៏សម្រាប់ចិត្តថាវាយផ្ទះយកឈ្នះដល់នឹងបដ ாய் ទៅមកសាមមកច្រើនហើយវីដេអូហ្គេមយើងនៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច like subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីផងបាទអរគុណច្រើនជម្រាបលាឬជួបគ្នាវីដេអូក្រោយ